សួស្តីអញ្ចឹងអានេះគឺខ្ញុំមានមុខម្ហូបមួយទៀតហើយគឺឆាផ្សិតប៉ុន្តែគឺអត់មានប្រើសាច់ទេតែបើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហើយប្លែកទៀតអត់ប្រើសាច់មែនប៉ុន្តែគឺយើងមានរសជាតិគ្រប់គ្រាន់គ្រឿងផ្សំគឺងាយទេដំបូងគឺយើងធ្វើការលាងផ្សិតឲ្យស្អាតហើយយើងពុះជាពីរដើម្បីឲ្យយើងឆាទៅគឺវាចូលជាតិបានល្អងាយហើយលឿនទេចំណាយពេលមិនដល់10នាទីផងគឺយើងបានឆាផ្សិតញ៉ាំហើយដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់គឺខ្ញុំបានបន្ថែមម្រះព្រៅពីលើទៀតហើយបើនិយាយពីគ្រឿងផ្សំគឺតិចមែនទែនមានតែប្រហែលមុខមានដូចជានេះផ្សិតរបស់យើងបានចិត្តហើយត្រៀមសម្រាប់ឆាបើនិយាយពីគ្រឿងផ្សំគឺខ្ញុំប្រើតែរ៉ូឌីហើយនឹងប្រេងខ្យងទេហើយនឹងមានបន្ថែមស្ករបន្តិចបន្តួចផងដែរហើយនឹងខ្ទឹមសចិញ្ច្រាំវិធីធ្វើគឺងាយទេគឺតែយើងពេលដែលខ្ទះរបស់យើងក្តៅគឺយើងធ្វើការបន្ថែមប្រេងឆាចូលហើយចំណុចសំខាន់មួយទៀតនោះគឺយើងត្រូវបំពងខ្ទឹមឲ្យឡើងក្រហមល្អមិនន័យថាបើចង់ឲ្យឈ្ងុយគឺយើងត្រូវបំពងខ្ទឹមឲ្យរាងក្រហមបន្តិចបើកាលណាតែខ្ទឹមយើងនៅសល់គឺវារសជាតិវាអត់សូវនេះទេអត់សូវឈ្ងុយអញ្ចឹងណាគឺខ្ញុំបំពងរហូតដល់ខ្ទឹមរបស់យើងឡើងពណ៌ឲ្យក្រហមល្អហើយបានខ្ញុំដាក់ផ្សិតចូលចឹងត្រង់កន្លែងនេះគឺយើងពេលដែលបំពងខ្ទឹមអញ្ចឹងកុំបងប្អូនកុំប្រើភ្លើងច្រើនពេកកាលណាតែយើងបង្ខំភ្លើងគឺខ្ទឹមរបស់យើងគឺអត់ក្រហមល្អទេគឺវាងាយនឹងខ្លោចណាចឹងកន្លែងនេះគឺប្រយ័ត្នបន្តិចកុំប្រើភ្លើងច្រើនគឺធ្វើម៉េចឲ្យខ្ទឹមរបស់យើងក្រហមតាមសម្រួលកុំបង្ខំបើមិនចឹងខ្លោចចឹងកុំទាន់បញ្ញាប់ដាក់ផ្សិតរបស់យើងចូលទុកឲ្យខ្ទឹមរបស់យើងក្រហមសិនខ្ញុំធ្វើការមើលឆែកមើលភ្លើងកុំឲ្យខ្លាំងពេកឬក៏តិចពេកអីចឹងកន្លែងបំពងខ្ទឹមនេះគឺប្រយ័ត្នប្រយែងមែនទេឥឡូវខ្ទឹមរបស់យើងគឺឡើងក្រហមហើយបន្ទាប់មកអត់មានអីទេបងប្អូនគឺយើងធ្វើការដាក់ផ្សិតចូលដាក់ផ្សិតរបស់យើងចូលដាក់ផ្សិតចូលមកហើយបើសម្រាប់គ្រឿងដូចខ្ញុំបញ្ជាក់អញ្ចឹងមានតែរ៉ូឌីប្រេងខ្យងហើយនិងស្ករដោយសាររ៉ូឌីគឺមានរសជាតិម្សៅស៊ុបក្នុងនឹងហើយអញ្ចឹងយើងមិនបាច់ប្រើម្សៅស៊ុបបន្ថែមទេយើងប្រើតែរ៉ូឌីហើយនិងប្រេងខ្យងគឺមានរសជាតិគ្រប់គ្រាន់ហើយអញ្ចឹងសម្រាប់ប្រេងខ្យងនិងរ៉ូឌីបងប្អូនដាក់តាមចំណង់ចំណូលចិត្តត្រង់កន្លែងនេះគឺយើងធ្វើការដាក់គ្រឿងផ្សំរបស់យើងចូលហើយខ្ញុំមានបន្ថែមស្ករផងដែរបន្ទាប់ពីរ៉ូឌីនិងប្រេងខ្យងគឺខ្ញុំមានបន្ថែមស្ករចូលបន្តិចដើម្បីបង្កើនរសជាតិហើយយើងធ្វើការកូរឲ្យគ្រឿងរបស់យើងចូលសព្វគ្នាល្អប្រហែលជា2ទៅ3នាទីគឺផ្សិតរបស់យើងគឺឆ្អិនហើយងាយមែនទែនហើយដូចខ្ញុំបញ្ជាក់អញ្ចឹងគឺរសជាតិគឺមានរសជាតិដូចយើងដាក់សាច់ចឹងទោះបីជាយើងអត់ប្រើសាច់ក៏ដោយពេលដែលផ្សិតយើងឆ្អិនយើងគ្រាន់តែធ្វើការបន្ថែមម្រះព្រៅចូលដើម្បីឲ្យមានក្លិនកាន់តែឈ្ងុយ
យើងដាក់ម្រះព្រៅចូលប្រហែលជា1នាទីក្រោយមកឥឡូវឆាផ្សិតរបស់យើងគឺឆ្អិនហើយគឺអាចថារូបរាងមើលទៅអត់សូវជាតំណងទេប៉ុន្តែបើនិយាយពីរសជាតិវិញគឺឲ្យអួយតែម្ដងអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូ